បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីការឆែកមើលវីដេអូឬក៏វីដេអូរៀលឬក៏រូបថតដែលបងប្អូនផុសទៅហ្នឹងថាតើវីដេអូនិងរូបថតឬក៏វីដេអូរៀលរបស់បងប្អូនហ្នឹងវាគ្រប់លក្ខខណ្ឌគ្រប់គោលការណ៍របស់ Facebook ដែរទេឬមួយក៏បងប្អូនមួយចំនួនមិនថាបងប្អូនមួយចំនួនដូចជាខ្ញុំអញ្ចឹងយកវីដេអូគេដែលយើងមកកាត់តយើងមកកែច្នៃតើវីដេអូហ្នឹងវាជាប់copyright ឬក៏ជាប់សំឡេងឬក៏ជាប់អ្វីដែលក្រុមហ៊ុនអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍តិចតួចដើម្បីជូនបងប្អូនអំពីរបៀបឆែកមើលថាវីដេអូរបស់យើងជាប់ឬមិនជាប់តើយើងគ្រប់គោលការណ៍របស់ Facebook របស់ page Facebook ដែរទេបាទអញ្ចឹងសូមបងប្អូនទៅទស្សនាទាំងអស់គ្នាបាទបងប្អូនចូលមក Facebook របស់បងប្អូនមកបាទពេលបងប្អូនចូលដល់ Facebook របស់បងប្អូនហើយបងប្អូនចុចលើ profile ដែលខ្ញុំគូពណ៌ក្រហមនេះបងប្អូនចុចលើ profile ហ្នឹងទៅបាទបន្ទាប់មកចុចលើ profile ហើយនេះចេញជាទម្រង់បែបនេះអញ្ចឹងបងប្អូន scroll មើលទៅបាទបងប្អូន scroll មើលវីដេអូរៀលឬក៏វីដេអូវែងឬក៏រូបថតមួយណាដែលបងប្អូនដែលចង់ឆែកមើលឬមួយក៏បងប្អូនអាចឆែកមើលទាំងអស់ក៏បានដែរបាទឆែកមើលទាំងអស់ក៏បានដែរថាតើ Facebook របស់យើងហ្នឹង page របស់យើងដែលយើងផុសវីដេអូទៅហ្នឹងមានបញ្ហាអត់គ្រប់លក្ខខណ្ឌគេអត់អញ្ចឹងខ្ញុំលើកឧទាហរណ៍នេះវីដេអូរបស់ខ្ញុំនេះមួយបាទអញ្ចឹងពេលដែលបងប្អូនចុចមើលលើវីដេអូហើយបងប្អូនចុចលើពាក្យ see inside and នេះបងប្អូនណាបាទនេះហើយខ្ញុំគូវងក្រហមនេះ see inside and add បាទពេលដែលបងប្អូនចុចលើពាក្យហ្នឹងហើយបាទអញ្ចឹងវាចេញជាទម្រង់បែបនេះបាទនេះបងប្អូននេះអញ្ចឹងហើយបើសិនជាវាមានបញ្ហាបងប្អូនអាកន្លែងពាក្យលើនេះកន្លែងwe did detect any content in use ហ្នឹងគឺវាលោតខ្វែងបាទលោតសញ្ញាពណ៌ក្រហមណាបងប្អូនបាទអញ្ចឹងបើដើម្បីឆែកមើលអាហ្នឹងទៀតបងប្អូនចុចលើពាក្យ learn more នេះបងប្អូនណាបាទដែលខ្ញុំគូនេះចុចលើពាក្យ learn more ហ្នឹងអញ្ចឹងចុចលើពាក្យ learn more ហ្នឹងហើយនេះចេញមកអញ្ចឹងបានន័យថាវីដេអូដែលខ្ញុំផុសនេះគឺគ្រប់លក្ខខណ្ឌទាំងអស់ណាបងប្អូនណាបាទមានលក្ខខណ្ឌគ្រប់ទាំងអស់ខ្ញុំបានបំពេញទាំងអស់ហើយអត់មានជាប់ copyright អត់មានជាប់បោះវីដេអូគេទេបើតែយើងយកវីដេអូរបស់គេមែនប៉ុន្តែយើងបានកែរួចរាល់អស់ហើយគឺយើងការច្នៃប្រឌិតខុសពីរបស់គេបាទហើយបើសិនជាវីដេអូដែលយើងផុសនឹងមានបញ្ហាគឺវាលោតសញ្ញាក្នុងនេះហើយបញ្ហាទាំងហ្នឹងគឺវាមិនជំរុញឲ្យវីដេអូរបស់យើងមានអ្នកមើលច្រើនទេហើយអាចមានបញ្ហាដល់ page របស់យើងផងបាទអរគុណបងប្អូនសម្រាប់ការទស្សនាបើបងប្អូនពេញចិត្តនៅវីដេអូចែករំលែករបស់ខ្ញុំសូមបងប្អូនជួយ share និងជួយចុច like ដល់វីដេអូរបស់ខ្ញុំបាទផងបាទសូមអរគុណបងប្អូនសូមជម្រាបលា